រៀបសួរបងប្អូនបាទឈុតមីក្រូបាទមកដល់ទៀតហើយបាទមុនអស់ហើយបងប្អូនណាបាទនេះតែមកដល់ទៀតនេះឈុតល្អបងប្អូននេះរបស់ឥណ្ឌូនេស៊ីបាទរបស់ជប៉ុននិយាយទៅបាទនេះបាទតែវាផលិតនៅប្រទេសឥណ្ឌូនេស៊ីបងប្អូនណាបាទនេះគេដាក់បានេះបងប្អូននេះមកដល់ឥណ្ឌូនេស៊ីម៉ាឡេស៊ីឥណ្ឌូនេស៊ីផលិតនៅប្រទេសឥណ្ឌូនេស៊ីបាទ30 វ៉ាត់នឹងខ្លាំងណាបងប្អូនណាបាទនឹងដៃបាទខ្លាំងបាទនឹងរបស់ជប៉ុនណាបងប្អូនមើលនេះម៉ាកវាបាទនេះតូអានេះបងប្អូននេះអក្សរជប៉ុននេះបងប្អូនណាហើយបងប្អូនមិនជឿយកទៅសួរគេបាទតើនឹងអក្សរជប៉ុនឬក៏អក្សរចិនបាទបាទនេះម៉ាកអក្សរជប៉ុនបាទអក្សរចិនវាអត់មានអក្សរនេះទេបាទវាមានចេះវាខុសគ្នាតិចបាទហ្នឹងរបស់ជប៉ុនសុទ្ធបាទមានស្អាតធានាបាទខ្លាំងគឺខ្លាំងប៉ុន្តែវាផលិតនៅប្រទេសឥណ្ឌូនេស៊ីវាដាក់ម៉ាកឥណ្ឌូនេស៊ីបាទដូចយើងជប៉ុនផលិតម៉ូតូនៅប្រទេសថៃអញ្ចឹងបាទវាដាក់ Thailand អញ្ចឹងបាទតែជប៉ុនដែរហ្នឹងហើយនឹងឲ្យតែរបស់ជប៉ុនគឺបាទគឺក៏ល្អបងប្អូនបាទហ្នឹងហើយយើងប្រើធានាឬខ្លាំងឬស្អាតបាទមីក្រូនេះបាទយើងយកទៅបាទសម្រាប់ដាក់ដបូលឡានបាទប្រើមួយងាយខូចបាទហ្នឹងហើយលក់ដូរបាទនោះដាក់តាមស្រីតូចនោះដាក់តាមរមាក់ម៉ូតូក៏បានបាទនេះស្រីធំនេះដាក់តាមដបូលឡានក៏បានដែរបាទបងប្អូនណាបាទតែនេះ50 វ៉ាត់ស្មើនឹង90 វ៉ាត់បាទអានេះតែ30 វ៉ាត់ទេណាបាទបងប្អូនបាទនេះលឺខ្លាំងបាទ30 វ៉ាត់ឲ្យលឺខ្លាំងជាងអានោះចង់2 ដងបាទលឺខ្លាំងលើនេះ2 ដងព្រោះនេះបោះចិនណាបាទបងប្អូនបាទហ្នឹងហើយបាទនេះឃើញវ៉ាត់វាបងប្អូននេះមើលបាទ50 វ៉ាត់នេះក្រមបងប្អូនណាបាទស្មើនឹង90 វ៉ាត់បាទវាលឺខ្លាំងហើយក៏ប៉ុន្តែវាខ្លាំងវាអត់ដល់បាទអត់ដល់របស់ជប៉ុនទេបាទវាវ៉ាត់ធំវាលឺខ្លាំងប៉ុន្តែខ្លាំងមិនដល់30 វ៉ាត់របស់ជប៉ុនទេបាទតែវាធូរថ្លៃជាងអានឹងវាថោកជាងតែនោះវាមានវ័ននោះពៀនវាបាទនេះរបស់ចិនវាមានពៀនដែរណាមានពៀនមិនអន់ទេបាទលឺខ្លាំងស្អាតប៉ុន្តែវានៅតែចាញ់របស់ជប៉ុនបាទនេះរបស់ជប៉ុនវាលឺខ្លាំងហើយវាលឺធ្ងន់លឺស្អាតធានាគុណភាពទៀតបាទនេះអាំភ្លី300 វ៉ាត់បូក300បាទហើយអាំភ្លីបងប្អូនប្រើបាទយើងដោតទៅខាងណាក៏បានដែរអត់ចេះទេខ្សែយើងស្កត់អានេះដោតខ្សែបាទខ្សែមីក្រូចូលមកបាទហើយនឹងយើងប្រើមីក្រូ4ក៏បានប្រើមីក្រូ2ក៏បានបាទមកខាងនេះ2ខាងនេះ2ក៏បានបាទហើយយើងប្រើមីក្រូ1យើងដោតអានេះមួយមកបាទហ្នឹងហើយនេះដោតដូចអញ្ចឹងខាងមួយនេះមកបាទហ្នឹងហើយហើយយើងបាច់អានេះយើងដោតអាខ្សែមីក្រូចូលមកបាទនេះស្កត់អានេះមកបាទហ្នឹងហើយអានេះយើងបាច់ដោះវាទុកចឹងយើងដោតអញ្ចឹងវាអត់ងាយខូចអានឹងយើងស្កត់នឹងច្រើនហើយលុយបាក់បាទនេះយើងដោតតែម្ដងនេះប្រើខ្សែតំណនេះស្អាតបាទយើងរៀបចំខ្សែតំណស្អាតបាទហើយយើងដោយអាគុយយើងដោតខ្សែនេះមកបាទអាគុយព្រោះយើងមានខ្សែវាហើយមានដូចវាយើងដោតទៅបាទអត់មានភ័យរឿងខ្លាច់ឆេះអីទេខ្សែខាងភ្លើងទៅភ្លើងបាទម៉ាស់ទៅម៉ាស់ហ្នឹងហើយបាទនេះអត់បាច់ខ្លាចរឿងឆេះទេហ្នឹងហើយវាដោតខាងណាក៏លឺដូចគ្នាដែរបាទហ្នឹងអាំភ្លីពណ៌ល្អបាទបងប្អូនហើយបងប្អូនត្រូវការបាទឆាតមកហ្នឹងហើយត្រូវការលក់ដូរតាមរមាក់តាមឡានតាមអីក៏ត្រូវដែរហ្នឹងហើយបងប្អូនត្រូវការយកទៅសម្រាប់លេងយប់អីបាទនេះម៉ោងបងប្អូនណាបាទនេះខ្ញុំមកប្រាប់ឲ្យរឿងម៉ោងបាទបងប្អូននេះអានេះវា6 ផឹក7 ផឹង60 ម៉ែត្រណាបងប្អូននេះបាទអានេះស្វិតអានេះលេងឃ្លុំបាទខ្សែទុនហ្នឹងណាបាទបងប្អូនណាបាទ
លេងឃ្លុំធានាហ្មងអត់ងាយដាច់អត់ងាយនេះទេបាទពី3ឆ្នាំក៏មិនអីដែរបាទអត់ដាច់ទេបាទខ្ញុំធានាឲ្យលេងឃ្លុំបាទឃ្លុំក៏ដោយមន់ព្រៃក៏ដោយអីក៏ដោយបាទនឹងស្វិតល្អណាបាទនេះ60ម៉ែត្របាទកន្លះ7ហើយនេះ60ម៉ែត្រដែរកន្លះ7ដែរនេះ60ម៉ែត្រដែរកន្លះ7ដែរប៉ុន្តែនេះបាទនេះលេងឃ្លុំអត់បានទេបងប្អូនណាបាទអានឹងលេងបានតែមន់ទឹកបាទខ្សែខ្មៅហ្នឹងណាបាទខ្សែលងតាមខ្សែខ្មៅហ្នឹងយើងលេងបានតែទឹកងូតដប់ដុលបាទមន់ទឹកបាទឃ្លុំយើងបានដែរប៉ុន្តែបើវាបុកចំមកលើវានឹងអាចលហាចខ្លះធ្លុះខ្លះបាទវាមិនអាចជាប់ទាំងអស់ទេបាទវាជាប់ខ្លះព្រោះអីបើអាលើវាចិត្តអានងលើវាតឹងបើវាបុកថ្នាក់បុកនៅដូចគ្នាទេបាទហ្នឹងហើយបាទនេះខ្សែវាឆ្មាល់មើលអត់ឃើញទេទូចបាទខ្សែល្អិតទូចបានណាជាប់បាទបានតែមន់ទឹកបាទដប់ដុលទឹកងូតអីអានឹងជាប់បាទកលា6ក៏បានក៏មានដែរកលា7ក៏មានដែរហ្នឹងបាទ8ក៏មានដែរបាទហើយអានេះដូចគ្នាបាទកលា6 7 8ដែរប៉ុន្តែអានេះបើស្វិតហ្នឹងហើយយើងឃ្លុំធានារឿងមិនដាច់បងជាប់ឲ្យស្អិតនៅហ្នឹងហើយបាទអត់របូតបានដោយអានេះទេបាទនេះអាចរបូតចេញខ្លះវាធាក់មកជួនកាលវាអិលវាអីទៅបាទអានេះលេខ1ឯងបាទលេងអាហ្នឹងបាទ2ឆ្នាំយើងថែកុំឲ្យតែកដោកាត់យើងទុកឲ្យស្អាតទៅពី3ឆ្នាំ3 4 5ឆ្នាំបាទក៏អត់ងាយផុយដែរព្រោះអាហ្នឹងយើងលេងល្អបាទតែវាថ្លៃជាងអានេះបាទព្រោះអានេះវាធូរថ្លៃជាងអានេះលេងបានតែមន់ទឹកទុកងូតបាទសត្វអីដូចថាវាបុកអត់សូវខ្លាំងដូចឃ្លុំបាទហ្នឹងហើយបាទនេះលេងឃ្លុំក៏បានចង់លេងមន់ទឹកក៏បានលេងអីក៏បានទាំងអស់ហើយនេះស្វិតក៏បានយូរហ្នឹងហើយបាទសិតតែពួកស្វិតហ្នឹងខ្សែល្អបងប្អូនបាទទៅចូលមកទៀតបាទសាមុនអស់ហើយបាទហ្នឹងខ្សែឡុងតុនបាទមកអានោះឡុងតាន់បាទខ្សែឡុងតាន់មកនៅ3បាទបងប្អូននៅនេះទៀតបាទ60ម៉ែត្រកន្លះ7បាទនេះសិតថាពួកអានេះឡុងតាន់បាទលេងបានមិនថាបាននេះឃ្លុំអីប៉ុន្តែថាវាបុកខាងលើវាអាចដាច់ខ្លះក៏បុកក្នុងថ្នាក់វាមិននៅបាទបើនេះបុកខាងលើក៏អត់ដាច់បាទបុកតាណាក៏អត់ដាច់ដែរខ្សែវាស្វិតល្អបាទខ្សែតុនបាទប្រើនេះធានាមួយដឹងមួយមកបាទហ្នឹងហើយបងប្អូនត្រូវការបាទនឹងឆាតមកបាទតាម Telegram ក៏បានទេក៏បានបាទអរគុណច្រើនបាទមកចាស់ដាក់ទៅរៀបចំដាក់ទៅអស់ហើយប៉ុន្តែខ្ញុំអត់បានថតជូនបាទនៅឡើយលោកវល់រៀបឲ្យគេថ្ងៃហ្នឹងតែបានថតអានឹងតិចហ្នឹងបាទអរគុណច្រើន